បាទនេះជាផ្នែកមួយដ៏ល្អថ្លៃថ្លារបស់បងប្អូនយើងដែលរស់នៅក្នុងនិងក្រៅប្រទេសបាទដោយសារឃើញទុកលំបាករបស់ពួកគាត់ដូចជាក្មេងៗត្រូវការជំនួយនិងចំណាយជាដើមចំពោះបាយទឹកនំចំណីសម្លៀកបំពាក់ទីស្នាក់អាស្រ័យយានជំនិះអីជាដើមបាទដោយសារគាត់ឃើញសម្បត្តិជនចុះទៅផ្ទាល់ហើយក៏បានទស្សនានៅខ្សែវីដេអូនេះបាទមានទឹកចិត្តអាណិតអាសូរទៅដល់ក្មេងៗទាំងអស់នោះបាទបានទិញនៅកង់និងផ្ដល់នៅជំនួយផ្សេងដើម្បីជួយសម្រាលសម្រួលនៅការលំបាករបស់ពួកគាត់បាទហើយនៅក្នុងក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តនេះបាទមានពុទ្ធបតសម្បត្តិជនជាង60ជាដើមបាទប៉ុន្តែតួនាទីនៅពេលនេះគឺចុះផ្ទាល់ទៅដោយសម្បត្តិជនក៏ជាផ្នែកមួយជួយទៅដល់អ្នកដែលកំពុងតែមានការកង្វះខាតបាទហើយក៏ទឹកចិត្តបងប្អូនសប្បុរសជនបន្ទាប់ពីទស្សនានៅខ្សែវីដេអូនេះដែលគាត់ចុះផ្ទាល់យ៉ាងថាស្រាក់ស្រាំក្នុងការលំបាកយ៉ាប់នៅពេលវេលាទាំងអស់នេះប៉ុន្តែឥឡូវនេះជារដូវវស្សាផងបាទហើយវាក្តៅខ្លាំងណាស់ក៏ភ្លៀងទៀតផងដែរបាទទោះបីយ៉ាងណាក៏គាត់មានទឹកចិត្តបាទដើម្បីជួយទៅដល់អ្នកទាំងអស់នោះព្រោះអាស្រ័យហេតុដូច្នេះហើយបានពួកគាត់ខំធ្វើនៅកិច្ចការនេះចេញពីដួងចិត្តតែម្ដងវាសមល្មមទៅក្នុងដែលបងប្អូនកំពុងតែតាមដានទស្សនាបាទវាត្រូវគ្នាបាទដូចដែកឆក់និងដែកអញ្ចឹងបាទហើយកាលណាយើងយកដែកឆក់ទៅឆក់ទៅវាឆក់ដែកចំពោះសប្បុរសជនទាំងអស់ដែលតាមដានទស្សនាទាំងអស់នោះបាទក៏គាត់យល់ចូលចិត្តដូចជាសម្បត្តិជនពុទ្ធបតជាង60ដែរបាទដោយសារគាត់មានទឹកចិត្តល្អក៏ការលះបង់ច្រើនហើយជួយទៅដល់ក្មេងៗមនុស្សចាស់ជរាព្រមទាំងអ្នកដែលខ្វះនៅមុខរបរផ្សេងក៏ពួកគាត់ជួយហោហែបងប្អូនឃើញរាប់ពាន់រាប់ម៉ឺនខ្សែវីដេអូទៅហើយបាទវាសឹងតែ20-30 ម៉ឺនគ្រួសារទៅហើយដែលគាត់ប្រឹងប្រែងរៀងរាល់ថ្ងៃបាទនេះមិនមានការផ្អាកទេក្នុងការធ្វើនេះដោយសារទឹកចិត្តពួកគាត់ឃើញមានការខ្វះខាតអ្នកទាំងអស់នោះច្រើនពេកបាទថាគាត់តែ2-3នាក់ទេគឺខិតខំប្រឹងប្រែងជួយមែនតែនបាទហើយអញ្ចឹងក៏បងប្អូនទាំងអស់នេះជួបជាមួយនឹងសម្បត្តិជនផ្ទាល់តែម្ដងបាទថ្ងៃនេះបងប្អូននំពូមេងទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំយកនៅកង់2គ្រឿងបាទវិសេសវិសាលមែនតែនសប្បាយចិត្តបានជំនួយឧបត្ថម្ភពីសប្បុរសជននៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបាទលោកឪពុកនិងអ្នកម្ដាយលោកពូអ្នកមីងជាឪពុកម្ដាយរបស់ក្មួយប្អូន Henry ហើយនិងប្អូន Kevin គាត់នៅខាងកាលីហ្វ័រញ៉ាគាត់ជួយកង់2គ្រឿងហើយនឹងមានម្ហូបអាហារស្បៀងគ្រឿងឧបត្ថម្ភជួយដល់គ្រួសារខ្វះខាតដែលមានកូនហើយអត់មានកង់ជិះទៅរៀនក្មួយអត់កង់ជិះទៅរៀនណាបាទហើយថ្ងៃនេះបានកង់បិចសភៅកតាបសម្ភារៈស្បែកជើងខោអាវហើយនិងស្បៀងអាហារបាទទឹកប្រាក់ដែលយកមកទិញជាសម្ភារៈដល់ក្រុមគ្រួសារគាត់នៅខាងភូមិកុលក្រស្នាសង្កាត់ស្នោខណ្ឌកាបូរាជធានីភ្នំពេញបាទសប្បុរសជនឥឡូវនេះខ្ញុំធ្វើដំណើរមកដល់កន្លែងច្រកចូលផ្ទះដល់គ្រួសារពួកគាត់ហើយអ្នកមីងគាត់មានកូនដែលខ្វះខាតហើយនឹងមានលោកតាចាស់ជរាគាត់ជួយចិញ្ចឹមទៀតបាទនេះកង់ទិញកង់មកមាន2គ្រឿងកង់ហើយបិចសភៅកតាបអីក៏នេះដែរបាទកង់2គ្រឿងយកកុំឲ្យដូចគ្នាបាទកង់ជប៉ុនដូចគ្នាប៉ុន្តែមួយយកពណ៌ទឹកប្រាក់មួយទៀតយកពណ៌ខ្មៅបាទកុំឲ្យច្រឡំពណ៌គ្នានឹងសบายចិត្តប៉ុណ្ណាទេគ្នាអត់កង់អត់អីដើរទៅរៀនណាបងប្អូនបាទបងប្អូនមានស្រួលណាដើរទៅរៀនសាលាឆ្ងាយហើយហេតុតែចង់រៀនខ្វះខាតណាដូចគេមានកង់ចឹងអត់អីទេបាទអត់កង់ទេឥឡូវខ្ញុំមកដល់ក្រុមគ្រួសារគាត់ក្មួយបាយចិត្តណាបាទពងធ្វើអីដើរកបោបបាទអត់ទៅរៀនហ្នឹងហ្នឹងទៅមកវិញហើយណាខោលហាច់អស់ហើយខោលខោលហាច់អស់កូនស្រីយុវែងណាកូនណាបាយចិត្តណាបាទតាស់មកណាម្នាក់ទៀតតាណាមកវារៀននៅអត់ដល់ម៉ោងចេញអត់អីចាំបន្តិចបាទចាំបន្តិចឲ្យចាក់កបោបណាមីហើយពូតាណាពូបាទទៅក្រោយហ៎ទៅផ្ទះប្អូនក្រោយតែទៅញ៉ាយលុយគេប្អូនធွာគាត់នឹងស្លាប់ហើយនេះចាក់កបោបចាហើយណាលោកតាដែលមីងយកមកជួយមើលលោកតាជំរាបសួរលោកតាបាទលោកតាចាស់ជរាអត់មានកូនចៅមើលថែទេមីងអត់ដែរដល់អញ្ចឹងទៅយកមកតាមកជួយមើលចឹងជួយមើលតាជួយចិញ្ចឹមគាត់អត់ទីពឹងបាទ
นั่งก็จะ បាទហើយណាអើយបកែមកនេះកូនស្រីអឺ ចា អើយលិតជង្គង់ទៀតកូនស្រីហើយណា កូនចា កូនស្រីងើបឡើងកូនងើបឡើងអូយចេះយ៉ាងហ្នឹងមុននេះលិតជង្គង់លោកអើយមកងើបឡើងងើបចាស់អត់អីហ៎អាយុវែងណាកូនណាឈ្មោះអី ទៅតា chân ឈ្មោះសៃកាបានចូលរៀនណាសៃកាដឹងថាម៉េចទេចាដបោ បងតែចាស់ហើយព្រៀងមកលេខ នេះបានចាក់កបោបវិញណាមិញណា ចាបានចាក់បងវិញគាត់បានកូនរៀនវិញតាវិញ បានផុតពីថ្ងៃហ្នឹងទៅបានជួបរឿងល្អមកវិញបានសប្បុរសជនជួយថ្ងៃនេះមកដឹងសប្បាយចិត្តហើយបាទទៅទៀតប្រាប់ដំណឹងល្អហើយ ចាអង្គពូថតតាពូមិនអត់ថតណា ឲ្យចង់ឲ្យថតដែរបើនិយាយថាមិននិយាយពូថត ហើយជិះសួរមើលក៏ អត់ដឹងនិយាយអីគេហើយមីងមិនហើយមករយៈនេះមីង ទុំសំមិនទៅពេលដែរហ្នឹងឈឺយើងត្រង់ធ្វើពេលទៅ បាទធ្លាប់វា ឈឺមកជាជាង ហើយក្មួយប្រុសថ្ងៃហ្នឹងអត់ទៅរៀនទេ ទៅមកវិញមិន មកវិញមិញមកម្ល៉េះនេះពូស៊ូតិចហើយណាខោលហែកហ្នឹងមែនពូមើលតិចមើលមានលីអូដែរហើយអស់តិចទេបានខោថ្មីណាប់ជើងថ្មីកតាបថ្មីកង់ថ្មីទៀតសប្បាយចិត្តអត់ សុបាយចិត្ត សប្បាយចិត្តឲ្យខំរៀនណាកូនណា បាទ ណាទីម៉ានណាឥឡូវ ទី ទី7ធំឡើងចង់ធ្វើអី 7ខ្ញុំឡើងចង់ធ្វើគ្រូពេទ្យ ចង់ធ្វើគ្រូពេទ្យចង់ត្រូវខំរៀនណា បាទ ត្រូវខំរៀនឲ្យប៉កែ មកអោអូន អូនមកវារៀនមួយទៀតណាមួយទៀតមកវារៀនណាណា ជួយពូ បាទណាទីម៉ានខាងនេះ ទី3ពូ ណាទី3 បាទ ខំរៀនណាអើបាយនៅ នៅ នៅហ៎ហើយយកកតាបទុកតា បាទ នេះខោលហែកអស់ហើយខោនេះមើលពូមើលទៅនេះខោហែកហែកអស់ហើយសុំទោសខោលហែកអាវក៏ហែកចឹងណាខោនេះក៏លហែកនេះបាទខាងនេះហែកទៀតអូចេញលីអូបាទហើយកូនអើយចាំមើល បាទក៏បានតាមដានទស្សនានៅខ្សែវីដេអូនេះរួចមកហើយបាទឃើញចៅប្រុសហ្នឹងគឺអត់មានខោស្លៀកទេគឺលីអូលិចអស់ហើយបាទហើយបានបងប្អូនសប្បុរសជនហ្នឹងបានទស្សនានៅខ្សែវីដេអូនេះក៏បានផ្ដល់នៅជំនួយខ្លះបាទបងប្អូនទាំងអស់គ្នាក៏មានទឹកចិត្តចង់ជួយទៅដល់ពួកគាត់បាទក៏សូមជួយចែកជួយរំលែកផងគឺយើងអត្ថវិកាក៏ដោយបាទឲ្យតែមានទឹកចិត្តបាទហើយក្នុងការជួយចែកជួយរំលែកនេះដើម្បីបានផ្សព្វផ្សាយធំទូលំទូលាយទៅដល់ពួកគាត់អ្នកខ្លះដែលមានជីវភាពគ្រាន់បើឬក៏សល់អំពីការចាយវាយបាទហើយអាណិតចៅទាំងអស់នេះក៏នឹងអាចផ្ញើនៅថវិកាជាជំនួយខ្លះជួយទៅដល់ពួកគាត់បាទអញ្ចឹងក៏អរគុណច្រើនក្នុងការតាមដានទស្សនាហើយក៏សូមជួយគាំទ្រក្រុមសប្បុរសធម៌ស្ម័គ្រចិត្តនេះផងបាទមានពុទ្ធពុទ្ធសម្បត្តិជនជាង60ជាដើមបាទអញ្ចឹងក៏សូមជម្រាបលាប្រមាណប៉ុណ្ណេះហើយក៏សូមរងចាំតាមដានទស្សនាសកម្មភាពបន្តទៅទៀតមកពីមាតុប្រទេសដែលជួយទៅដល់អ្នកខ្វះខាតទាំងអស់នោះបាទសូមអរគុណ